ជាបើអីបងប្អូនអ្នករៀនធ្វើខ្លួនឯងក៏បានដែរចាហើយគឺងាយចាដំបូងមានតែឆៃថាហើយពុះជា4មកលាងទឹកឲ្យស្អាតប៉ុន្តែអត់ចិត្តសបកចេញណាហើយយើងចិត្តជាប្រទេសស្ដាងកុំឲ្យលក្ខណៈស្ដាងពេកមិនល្មមទៅកាន់ស្ដាងពេកវាស្រួយទេចាហើយតមកដាក់អំបិល5ស្ភាអំបិលហ្នឹងគឺដាក់រយៈពេល1ម៉ោងយើងច្របល់ទៅអត់ហាមអត់ច្បាស់ចេះចាយើងក្លុកចឹងទៅទុកចោល1ម៉ោងដើម្បីឲ្យវាចេញជាតិហាងអស់ហើយនេះគ្រឿងផ្សំរបស់វាចាហើយរយៈពេលក្រោយ1ម៉ោងមកយើងឃើញទឹកនេះទឹកវាហូរមកជាច្រើនមែនតាគឺទឹកហាងហើយចាហើយតោះមកយើងយកទៅលាង2 3ទឹកហើយពូតវាឲ្យស្ងួតចាពូតតទៅស្ងួតហើយដាក់ឲ្យស្រស់ទឹកបន្ទាប់មកបានយើងយកទៅលាយចាដាក់ខ្ទឹមសប្រទេសហាន់ហាមតែស្រស់ចាដាក់ទៅតាមការចូលចិត្តចឹងរីឯស្ករសខ្ញុំដាក់2វែកចាចំនួន2វែកទឹកស៊ីអ៊ីវធម្មតាយើងនឹងដាក់ចំនួន2វែកដែរហើយទឹកស៊ីអ៊ីវខាប់ដាក់1វែកហើយតមកដាក់ sweet soy sauce 1វែកផងដែរ sweet soy sauce នេះគឺទឹកស៊ីអ៊ីវប្រភេទដែលមានជាតិផ្អែមហើយតមកដាក់ទឹកប្រេងខ្យងបន្តិចហើយរោយប៊ីចេងបន្តិចប្រហែលជាមួយស្លាបព្រាកាហ្វេចឹងទៅហើយខ្លាញ់ដាំឲ្យពុះដាក់ចូលទៅក្នុងម្ទេសឆាចាគឺ dry chili គឺម្ទេសគៀមរបស់យើងដើម្បីឲ្យឈ្ងុយរួចហើយទៅការច្បល់ចូលគ្នារៀងសពបន្តិចដាក់ចូលទៅក្នុងទូទឹកកកចាបើសិនជាបងប្អូនមានពេលដាក់ចូលទឹកក្នុងទូទឹកកកប្រហែលជាមួយយប់ចឹងទៅហើយបើអត់មានពេលទេដាក់2 3ម៉ោងក៏យើងអាចយកញ៉ាំបានដែរសំខាន់គឺឲ្យវាត្រជាក់ខ្លាំងអាចថាជាបើហ្នឹងគឺវាស្រួយចាគឺឆ្ងាញ់មែនតើពេលធ្វើហើយញាត់ចូលទៅក្នុងកន្លោះដាក់ចូលទូទឹកកកក្លាសេដាក់បានរក្សាទៅក្នុងទូទឹកកកបានរាប់អាទិត្យបងប្អូនដល់2 ខែយើងអាចញ៉ាំជាមួយបបរក៏បានជាមួយត្រីអាំងក៏បានចាគឺត្រីអាំងឆ្ងាញ់មែនតើហើយមួយបបរទៅឆ្ងាញ់ទៀតចាហើយបបរ